ជំរាបសួរសួស្តីមិត្តនិស្សិតទាំងអស់គ្នាសូមគមមកកាន់កម្មវិធីសិក្សា podcast ដែលរៀបចំដោយសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េចឹងសម្រាប់កម្មវិធីសិក្សា podcast របស់យើងនៅក្នុងខែនេះប្រធានបទរបស់យើងគឺស្ដីអំពីការដាក់ពាក្យអាហារូបករណ៍របស់សាស្ត្រាចារ្យឬក៏យើងអាចហៅកាត់ថាProfessor Scholarship ដែលកម្មវិធីរបស់យើងថ្ងៃហ្នឹងអាចដំណើរការទៅបានដែលមាននាងខ្ញុំរឹមស៊ីលីនជាអ្នកសម្របសម្រួលកម្មវិធីក៏ដូចជាវាគ្មិនកិត្តិយសរបស់យើងដែលចូលរួមរបស់យើងហ្នឹងគឺមានបងមាសអរុនជ្រាបសួរបងហ្នឹងហើយបងអញ្ចឹងបងអាចជួយណែនាំខ្លួនតិចបានអត់បងជំរាបសួរបងប្អូនមិត្តនិស្សិតទាំងអស់គ្នាខ្ញុំបាទឈ្មោះមាសអរុនជានិស្សិតចាប់អាហារូបករណ៍សាស្ត្រាចារ្យនៅក្នុងឆ្នាំ2022បច្ចុប្បន្នជានិស្សិតសិក្សាថ្នាក់បណ្ឌិតជំនាញជីវវិទ្យានៅសាកលវិទ្យាល័យស៊ុនឆនដែលមានឈ្មោះជាភាសាអង់គ្លេសថាស៊ុនឆន National University នៃសាធារណរដ្ឋកូរ៉េអូខេអរគុណច្រើនបងហ្នឹងហើយបងអញ្ចឹងអរគុណមែនតើដែលខំចំណាយពេលដ៏មានតម្លៃដើម្បីមកចូលរួមនៅក្នុងសិក្សា podcast របស់យើងនៅក្នុងខែហ្នឹងអញ្ចឹងហ្នឹងហើយបងអញ្ចឹងខ្ញុំសង្ឃឹមថាបើបន្ទាប់ពីសិក្សា podcast របស់យើងនឹងចប់ទៅបណ្ដាសិស្សានិស្សិតរបស់យើងក៏ដូចជាបណ្ដានិស្សិតមួយចំនួនដែលគាត់មានអារម្មណ៍មានថាមានចំណាប់អារម្មណ៍នៅក្នុងការដាក់អាហារូបករណ៍នេះគាត់អាចចូលដឹងក៏ដូចជារៀបចំឯកសារបានយ៉ាងត្រឹមត្រូវហ្នឹងហើយបងអញ្ចឹងអញ្ចឹងខ្ញុំនៅពេលដែលខ្ញុំលើពាក្យថាអាហារូបករណ៍របស់សាស្ត្រាចារ្យអញ្ចឹងទៅឬក៏យើងហៅថា Professor Scholarship ហ្នឹងតើអាហារូបករណ៍ហ្នឹងជាអាហារូបករណ៍បែបម៉េចដែរហ៎បងបាទនិយាយអំពីអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺជាប្រភេទអាហារូបករណ៍ដែលយើងទទួលបានពីសាស្ត្រាចារ្យ ហើយអាហារូបករណ៍នេះគឺខុសពីប្រភេទអាហារូបករណ៍ផ្សេងៗដែលអាហារូបករណ៍ផ្សេងៗឧទាហរណ៍ដូចជាអាហារូបករណ៍ដែលយើងធ្លាប់បានទដែលយើងធ្លាប់បានស្គាល់ដូចជាអាហារអាហារអាហារូបករណ៍រដ្ឋាភិបាលកូរ៉េដែលយើងហៅថា GKS ឬក៏មានអាហារូបករណ៍ផ្សេងៗទៀតអាហារូបករណ៍ដែលមានដែលផ្ដល់តាមរយៈកយការឬក៏តាមរយៈស្ថាប័នឬក៏អង្គការផ្សេងៗទៀតដែលគេមានអាហារូបករណ៍ផងដែរចាលក្ខណៈខុសគ្នានៃអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺថានៅក្នុងការមកសិក្សានៅសាធារណរដ្ឋកូរ៉េហ្នឹងគឺតម្រូវឲ្យយើងហ្នឹងមានការsupport ខាងហិរញ្ញវត្ថុការគាំទ្រខាងហិរញ្ញវត្ថុហ្នឹងគឺយើងទទួលបានមកពីសាស្ត្រាចារ្យគឺយើងអត់បានទទួលមកពីអឺរដ្ឋរដ្ឋាភិបាលនោះទេបាទហើយចំពោះអាហារូបករណ៍ហ្នឹងគឺភាគច្រើនគឺយើងផ្ដោតទៅលើតែprofessor ដែលគាត់មានគម្រោងស្រាវជ្រាវឬក៏គាត់ទទួលបានមូលនិធិស្រាវជ្រាវ research fund តែប៉ុណ្ណោះបាទអូខេអរគុណមែនតើបងអរគុណបងក្បាច់ក្បាច់មែនតើអញ្ចឹងសូមសួរបន្ថែមតិចទៀតបងអញ្ចឹងបន្ទាប់ពីនិស្សិតយើងក៏ទទួលបានអាហារូបករណ៍របស់សាស្ត្រាចារ្យនឹងហើយតើអត្ថប្រយោជន៍ក៏ដូចជា benefit អីខ្លះដែលគាត់អាចទទួលបាននៅថាជា monthly allowance ឬក៏តកតងជាមួយនឹងថ្លៃសាលាឬក៏មិនណាដែរអញ្ចឹងណាបងជួយបកស្រាយតិចបានអត់បងបាទចំពោះអត្ថប្រយោជន៍ដែលយើងទទួលបានមកពីអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺយើងទទួលបានប្រាក់ប្រចាំខែដែលយើងទូទាត់សម្រាប់ថ្លៃចំណាយផ្សេងៗដូចជាថ្លៃបង់សាលាថ្លៃស្នាក់នៅថ្លៃអាហារឬក៏ថ្លៃធ្វើដំណើរផ្សេងៗបូករួមខុសប្លែកគ្នាពីអឺមិនឡាបូមួយទៅឡាបូមួយទៀតសម្រាប់ខ្ញុំផ្ទាល់គឺយើងចំពោះអូអ៊ីនធឺណិតខ្ញុំយឺតអញ្ចឹងកន្លែងសូមកាត់នឹងបន្តិចបងនឹងខ្ញុំគិតថាបងបាទអាចជួយនិយាយម្ដងតិចក៏បានដែរព្រោះខ្ញុំមើលទៅរៀងអាចដែរបងមិនដឹងនេះខ្ញុំអ៊ីនធឺណិតខាងខ្ញុំដល់ពេលវាយឺត slow អញ្ចឹងទៅវាចេញមកបាទអូខេអអញ្ចឹងឥឡូវញ្ចឹងខ្ញុំសូមបាទអញ្ចឹងសូមម្ដងទៀតណាបាទអូខេហ្នឹងអញ្ចឹងហើយខ្ញុំសូមបកស្រាយអំពីអាហារូបករណ៍សាស្ត្រាចារ្យបន្តិចមុននឹងដូចខ្ញុំនិយាយដូចរៀងខ្វះខាតចំណុចមួយចំនួនអញ្ចឹងយើងនិយាយពីអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺលក្ខណៈរបស់វាហ្នឹងគឺយើងទទួលបានការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ financial support ហ្នឹងបានមកពីសាស្ត្រាចារ្យដែលគាត់មានគម្រោងស្រាវជ្រាវអញ្ចឹងអត្ថប្រយោជន៍ដែលយើងទទួលបានហ្នឹងគឺអឺដូចខ្ញុំបានរៀបរាប់ពីខាងមុនអញ្ចឹងវាស្តៀង
វាស្តៀងជាមួយនឹងអាហារូបករណ៍ផ្សេងៗដែរគឺវាអនុញ្ញាតឲ្យយើងអាចសិក្សាអឺបញ្ចប់ការសិក្សារបស់យើងបានបាទអត្ថប្រយោជន៍ហ្នឹងយើងមានតែយើងមានវាមានភាពខុសគ្នាពីឡាបូមួយទៅឡាបូមួយទៀតបាទប៉ុន្តែជាទូទៅគឺអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺផ្គត់ផ្គង់ថវិកាឬក៏ប្រាក់ឧបត្ថម្ភប្រចាំខែហ្នឹងគឺគ្រប់គ្រាន់សម្រាប់ការសិក្សារបស់យើងបាទអញ្ចឹងយើងទទួលបានប្រាក់ប្រចាំខែហ្នឹងគឺយើងប្រើប្រាស់សម្រាប់ទូទាត់សម្រាប់បង់ទៅលើថ្លៃសាលាថ្លៃអាហារថ្លៃស្នាក់នៅថ្លៃធ្វើដំណើរឬក៏យើងមានការចូលរួមសន្និសីទឬក៏អីផ្សេងហ្នឹងគឺយើងទទួលបានការទូទាត់ពីហាបកសាស្ត្រាចារ្យហ្នឹងបាទអូខេអរគុណច្រើនបងហើយចំពោះករណីខ្ញុំផ្ទាល់ខ្ញុំអត់លាក់បាំងអីទេអត់គឺយើងទទួលបានប្រាក់ខែ1លាន501លានយើងទទួលបានប្រាក់ខែ1លាន50 1ម៉ឺនលាន50,000វ៉ុនបាទដែលយើងប្រើប្រាស់សម្រាប់ទូទាត់ប្រចាំខែបាទ អូបងអញ្ចឹងកន្លែងនេះខ្ញុំសូមបន្ថែមតិចអញ្ចឹងដោយសារតែបច្ចុប្បន្នបងជានិស្សិតថ្នាក់បណ្ឌិតត្រូវអត់បងបាទអញ្ចឹងខ្ញុំគិតថាអញ្ចឹង1,50,000វ៉ុនហ្នឹងអាហ្នឹងសម្រាប់តានៃសម្រាប់ថ្នាក់បណ្ឌិតត្រូវអត់បងតើពេលដែលអញ្ចឹងសម្រាប់អនុបណ្ឌិតបានទាបជាងហ្នឹងឬក៏លក្ខណៈថាតម្លៃស្មើគ្នាឬក៏ខុសគ្នាមិនដែរអញ្ចឹងហ៎បងកន្លែងហ្នឹងអឺចំពោះអឺប្រាក់ឧបត្ថម្ភហ្នឹងគឺអាស្រ័យទៅតាមប្រភេទឡាបូណាបើសិនជាឡាបូធម្មតាខ្ញុំគិតថាយ៉ាងហោចណាស់ក៏វាប្រែប្រួល2 ឆ្នាំតាំងពីមុនមកគឺយើងអាចនិយាយថាបានប្រាក់ខែរៀងតិចចឹងទៅបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំមានការប្រែប្រួលហើយប្រាក់ខែហ្នឹងគឺកើនឡើងប៉ុន្តែសម្រាប់នៅឡាបូខ្ញុំគឺបាន1,50,000ហើយសម្រាប់ឡាបូឬក៏ professor ដែលគាត់មានគម្រោងស្រាវជ្រាវធំហ្នឹងគឺប្រាក់ឧបត្ថម្ភប្រចាំខែហ្នឹងគឺមានច្រើនជាងនឹងបាទអូអាចខុសគ្នាឬក៏តិចឬក៏បាទច្រើនខុសគ្នាបាទហ្នឹងហើយម្លែកអញ្ចឹងទៅអូខេប៉ុន្តែជាទូទៅគឺអឺការចាយវាយហ្នឹងគឺគ្រប់គ្រាន់សម្រាប់ការចាយវាយប្រចាំខែរបស់យើងបាទអូខេហ្នឹងហើយអរគុណខាត់បងហ្នឹងហើយអូខេបងអញ្ចឹងសម្រាប់អាហារូបករណ៍ហ្នឹងអាហារូបករណ៍របស់សាស្ត្រាចារ្យហ្នឹងតើពេលណាដែលយើងអាចដាក់ពាក្យបានអញ្ចឹងហ៎បងព្រោះអាហារូបករណ៍របស់ GKS គេមានរយៈពេលគេបើកពេលណាគេបិទពេលណាអញ្ចឹងតើអាហារូបករណ៍នេះវាមានករណីអញ្ចឹងដូចជាអាហារូបករណ៍របស់រដ្ឋាភិបាលដែរអត់បងអឺចំពោះអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺយើងអាចដាក់ពាក្យបានគឺអឺយើងអាចដាក់ពាក្យបាន2 ដងក្នុងមួយឆ្នាំគឺតាមឆមាសបាទដោយសារតែនៅសាធារណរដ្ឋកូរ៉េហ្នឹងគឺយើងមានការចុះឈ្មោះចំនួន2 ដងគឺនៅដែលចូលរៀននៅខែមីនាហើយនិងខែកញ្ញាមួយទៀតបាទអញ្ចឹងចំពោះការដាក់ពាក្យហ្នឹងគឺដូចគ្នាអឺដាក់ពាក្យយើងអាចដាក់អាហារូបករណ៍ហ្នឹងអាចមកចូលរៀននៅខែមីនាឬក៏ខែកញ្ញានឹងដែរអូខេបងអូខេអរគុណច្រើនបងហ្នឹងបងអញ្ចឹងអាហារូបករណ៍ហ្នឹងតើមកថានិស្សិតក៏ដូចជាមកថាដាក់បានទាំងអស់គ្នាឬក៏មានអាស្រ័យទៅលើគាត់មាន condition ចេះមួយចេះពីរដែរឬក៏យ៉ាងម៉េចដែរអញ្ចឹងហ៎បងការដាក់អាហារូបករណ៍សាស្ត្រាចារ្យហ្នឹងគឺមានលក្ខខណ្ឌមួយចំនួនគឺសម្រាប់តែអឺជំនាញនិស្សិតដែលសិក្សាជំនាញខាងពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងការស្រាវជ្រាវដូចជាខាងវិទ្យាសាស្ត្រកុំព្យូទ័រឬក៏ការស្រាវជ្រាវបែបវិទ្យាសាស្ត្រដែលអឺមានអឺដែលទទួលបានអឺ research fund ពីរដ្ឋាភិបាលនៅពេលដែល professor គាត់ទទួលបាន research fund គឺគាត់នឹងស្វែងរកអ្នកមកស្រាវជ្រាវអ្នកដែលចប់អាហារូបករណ៍សាស្ត្រាចារ្យហ្នឹងភាគច្រើនគាត់គឺជាresearch assistant អូអូខេអរគុណបងបាទអញ្ចឹងអឺយើងនិយាយមកវិញឲ្យខ្លីគឺវាអាស្រ័យទៅតាមជំនាញចំពោះជំនាញខាង social នេះគឺមានភាគតិចដែលសាស្ត្រាចារ្យហ្នឹងគាត់បានផ្ដល់ scholarship ទៅឲ្យបាទបងអញ្ចឹងខ្ញុំគិតថាបើសិនបើយើងនិយាយខ្លីមានថាសម្រាប់ជំនាញណាដែលគាត់មានថាមានត្រូវការ research ទាក់ទងជាមួយនឹងការធ្វើនៅក្នុង labo ឬក៏មន្ទីរពិសោធន៍ហ្នឹងគឺ
គឺជាជំនាញមួយដែលអាចដាក់ពាក្យអាហារូបករណ៍ហ្នឹងមកកាន់អាហារូបករណ៍របស់សាស្ត្រាចារ្យនឹងត្រូវអត់បងចឹងបាទហ្នឹងហើយអូខេអូខេហ្នឹងហើយអរគុណបងអញ្ចឹងបងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមដាក់ពាក្យអាហារូបករណ៍ហ្នឹងតើមានឯកសារគេខ្លះដែលយើងត្រូវតែរៀបចំក៏ដូចជាយើងត្រូវតែមកថាសិក្សាទៅលើវាអញ្ចឹងតើមានប្រភេទជាឯកសារគេខ្លះដែរបងបាទចំពោះឯកសារដែលតម្រូវឲ្យយើងត្រូវរៀបចំទុកដាក់រៀបចំជាមុនសម្រាប់ដាក់អាហារូបករណ៍ហ្នឹងគឺយើងទីមួយយើងមានសញ្ញាបត្របរិញ្ញាបត្រឬក៏សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់យើងមាន Bachelor Degree ឬក៏ Master Degree សម្រាប់យើងដាក់ពាក្យយើងអាចដាក់ពាក្យមកយើងអាចដាក់ពាក្យអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Master ឬក៏ថ្នាក់បណ្ឌិតDoctoral Degree ហ្នឹងអឺខ្ញុំសូមបើកវងកញ្ចក់បន្តិចចាបងដោយសារតែពីមុនអានេះយើងអាចខ្ញុំសូមប្រាប់កុំការងារបន្តិចដោយសារតែខ្ញុំបកស្រាយអាកន្លែងអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងវាអត់ត្រូវបានលម្អិតណាអញ្ចឹងខ្ញុំសូមបកស្រាយអាហារូបករណ៍សាស្ត្រាចារ្យឲ្យរៀងលក្ខណៈលម្អិតបន្តិចអូខេបងវាខុសពីអាហារូបករណ៍ផ្សេងហើយវាអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងខុសពីអាហារូបករណ៍ផ្សេងត្រង់ថាគឺយើងដាក់ពាក្យមកសិក្សាដោយខ្លួនយើងបាទអីដែលខុសពីអឺផ្សេងហ្នឹងគឺថាយើងធ្វើការស្រាវជ្រាវយើងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែហើយយើងយកប្រាក់ឧបត្ថម្ភប្រចាំខែហ្នឹងគឺសម្រាប់ទូទាត់បាទសម្រាប់បង់ថ្លៃសាលាបង់អឺហើយនឹងសម្រាប់ថ្លៃចំណាយផ្សេងគឺយើងជាអ្នកគ្រប់គ្រងហើយនឹងចំណាយដោយខ្លួនឯងអូបាទចំពោះអាហារូបករណ៍ GKS ឬក៏អាហារូបករណ៍ដែលផ្ដល់ដោយអង្គការឬក៏ស្ថាប័នភ្នាក់ងារផ្សេងហ្នឹងគឺគេអាចផ្ដល់អាហារូបករណ៍គឺគេចេញថ្លៃសាលាបាទមានថ្លៃសាលាហើយគេមានថ្លៃគេមានប្រាក់ឧបត្ថម្ភប្រចាំខែដូចគ្នាហើយនឹងគេមានថ្លៃធានារ៉ាប់រងហើយនឹងមានអត្ថប្រយោជន៍ផ្សេងទៀតមានដូចជាថ្លៃធ្វើដំណើរសម្បត្តិយន្តហោះជាដើមប៉ុន្តែចំពោះអាហារករសាស្ត្រាចារ្យវិញគឺប្រៀបដូចជាយើងនឹងចោះឈ្មោះបាទចោះឈ្មោះចូលរៀនដោយខ្លួនយើងគ្រាន់តែយើងទទួលបានឧបត្ថម្ភប្រាក់ឧបត្ថម្ភហ្នឹងពីសាស្ត្រាចារ្យឬក៏ពី research fund ហើយគឺតម្រូវឲ្យយើងហ្នឹងអឺមានប្រាក់មួយចំនួនសម្រាប់យើងបង់ថ្លៃសាលាខ្លួនយើងនៅពេលដែលយើងចោះឈ្មោះដំបូងហ្នឹងហើយចំពោះការបង់ថ្លៃសាលាដំបូងហ្នឹងគឺវាអាស្រ័យទៅតាមឡាបូទៀតបើសិនណាជាករណីមួយចំនួនទៅគឺតម្រូវឲ្យអ្នកដាក់ពាក្យឬក៏អ្នកចាប់អាហារូបករណ៍ហ្នឹងបង់ថ្លៃខ្លួនឯងទាំងស្រុងតែម្ដងតម្លៃវាទៅតាមជំនាញប៉ុន្តែតម្លៃជាទូទៅសម្រាប់សិក្សាហ្នឹងគឺខ្ទង់ប្រហែលជា$2,000យើងតម្រូវមាន$2,000សម្រាប់ចុះឈ្មោះហើយនឹងបង់ថ្លៃចូលរៀននៅឆមាសដំបូងហ្នឹងអូបន្ទាប់ពីនឹងមកយើងសន្សំប្រាក់ឧបត្ថម្ភហ្នឹងសម្រាប់ទូទាត់ផ្សេងដោយដែលខ្ញុំបានរៀបរាប់ពីខាងមុនចឹងគឺវាលក្ខណៈខុសគ្នាគឺបែបហ្នឹងហើយយើងមកយើងមកសិក្សាដោយអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងប្រៀបដូចជាយើងមកធ្វើការសិក្សាហើយនឹងស្រាវជ្រាវឬក៏ធ្វើការងារតែម្ដងដើម្បីទទួលបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់សម្រាប់ទូទាត់ថ្លៃសាលាហើយនិងថ្លៃចំណាយផ្សេងបាទអូខេអូខេអរគុណបងហ្នឹងហើយបងអរគុណមែនតើបងក្បោះក្បាយបងប៉ុន្តែវិញខ្ញុំគិតថាប្រហែលជាបងអាចជួយបន្ថែមតិចបានណាថាតើឯកសារដែលយើងត្រូវការមិនបើខ្ញុំស្ដាប់តន់ទៅគឺឧទាហរណ៍បើសិនបើយើងមករៀននៅកូរ៉េបើថាដាក់អាហារូបករណ៍សាស្ត្រាចារ្យហ្នឹងថ្នាក់បណ្ឌិតគឺយើងត្រូវការសញ្ញាបត្រអនុបណ្ឌិតរបស់យើងពីខ្មែរមកត្រូវអត់បុកអញ្ចឹងខ្ញុំតន់តែកន្លែងហ្នឹងមួយអញ្ចឹងតើមានឯកសារអីផ្សេងទៀតដែលយើងត្រូវការរៀបចំដែរអត់បងអញ្ចឹងណាបាទអឺមិញបាទដោយសារតែមិញខ្ញុំនិយាយអាចយើងនិយាយថានឹកឃើញខាងមុខខាងក្រោយអញ្ចឹងនៅអឺអត់ទេមកអត់ហើក្រុយមក្រុមការងារជួយកាត់វីដេអូកន្លែងណាដែលវារៀងស្គមចេញអញ្ចឹងទៅបាទអញ្ចឹងចំពោះឯកសារវិញខ្ញុំអឺតាមបទពិសោធន៍របស់ខ្ញុំហ្នឹងគឺការរៀបចំឯកសារហ្នឹងគឺយើងដូចដែលយើង
រៀបចំឯកសារផ្សេងៗសម្រាប់យើងចុះឈ្មោះចូលរៀនបាទអញ្ចឹងឯកសារដែលយើងត្រូវការហ្នឹងមានដូចជាសញ្ញាបត្របញ្ញាបត្រប្រសិនបើយើងមកបន្តការសិក្សាថ្នាក់Master ថ្នាក់បញ្ញាបត្រជាន់ខ្ពស់ឬក៏យ៉ាងយើងត្រូវមានសញ្ញាបត្របញ្ញាបត្រជាន់ខ្ពស់Master Degree សម្រាប់ថ្នាក់បណ្ឌិតឬក៏អឺ Doctoral Degree ឬក៏យើងមានជម្រើសមួយទៀតគឺយើងអាចរៀនអឺអឺកម្មវិធីអឺ integrate បាទបញ្ចូលគ្នា Master ហើយនឹង Doctoral Degree នឹងតែម្ដងបាទអាហ្នឹងគឺតម្រូវឲ្យយើងមានតែអឺបបញ្ញាញ្ញាបត្រតែប៉ុណ្ណោះអូខេហើយឯកសារផ្សេងទៀតដែលយើងតម្រូវឲ្យមានដូចជាអប្រតិបត្តិពិន្ទុភ្ជាប់មកជាមួយនឹងប្រតិបត្តិពិន្ទុអឺអឯកសារដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់យើងដូចជាលិខិតឆ្លងដែនបាទមានសំបុត្រកណ្ដាលសៀវភៅគ្រួសារដែលឯកសារទាំងអស់នោះគឺត្រូវយើងគឺត្រូវបកប្រែជាភាសាអង់គ្លេសហើយនឹងមានការបញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ចហើយនឹងមួយទៀតគឺយើងត្រូវបំពេញអឺពាក្យសម្រាប់ចុះឈ្មោះចូលរៀនយើងហៅថា application form ដែលនៅក្នុងហ្នឹងគឺមានអំពីប្រវត្តិរូបរបស់យើងបាទដូចស្លាកក្បាត់អញ្ចឹងហើយមានបំពេញព័ត៌មានអំពីការសិក្សាបទពិសោធន៍ហើយនឹងមានបំពេញអំពីការអឺ study plan គម្រោងសិក្សាហើយនឹងមាន personal statement អំពីមតិឬក៏ប្រយោគផ្ទាល់ខ្លួនរបស់យើងហ្នឹងអូខេអញ្ចឹងសរុបមកវិញការឯកសារដែលយើងត្រៀមដាក់ពាក្យហ្នឹងគឺវាអាចប្រែប្រួលទៅតាមសាលាដែលយើងដាក់ពាក្យហៅក៏សាស្ត្រាចារ្យនឹងដែរគឺវាប្រែប្រួលប៉ុន្តែលក្ខណៈរបស់វាគឺអត់សូវជាខុសគ្នាប្រហែលទេដោយសារតែគេតម្រូវឲ្យយើងទទួលបានគេតម្រូវការព័ត៌មានរបស់យើងជាមានគ្នាដែរជារួមហ្នឹងគឺមានតែមួយចំនួនប៉ុណ្្នឹងឯងបាទអូខេអូខេហ្នឹងហើយអូខេអរគុណមែនហើយតើមួយទៀតមិនហើយបាទមួយទៀតនៅក្នុងលក្ខណៈនៅក្នុងសាលាមួយចំនួនហ្នឹងគឺគេតម្រូវឲ្យយើងហ្នឹងមានភាសាបាទអូបាទភាសាមួយទៀតអាចភាសាអង់គ្លេសដែលយើងប្រើជាទូទៅឬក៏បើសិនណាជាយើងមានអឺវិញ្ញាបនបត្របញ្ជាក់ភាសាកូរ៉េមួយទៀតអាហ្នឹងគឺទើបតែល្អប្រសើរអូខេអូអរគុណមែនតើបងឡើងក្បោះក្បាយមែនតើហ្មងហ្នឹងហើយបងចឹងបងឥឡូវបងបានរៀបចំបងបានធ្វើការបកស្រាយហើយតាក់ទងជាមួយនឹងថាតើអាហារូបករណ៍ professor ហ្នឹងជាអាហារូបករណ៍បែបម៉េចហើយតើអាហារូបករណ៍ professor ត្រូវការឯកសារគេខ្លះហើយទទួលបាន benefit អីខ្លះយើងនិយាយគ្នាហើយអស់ហើយអញ្ចឹងដំបូងអញ្ចឹងយើងរៀងបកទៅក្រៅតិចអញ្ចឹងមុននឹងយើងរៀបចំឯកសារហ្នឹងតើយើងគួរតែធ្វើមកយើងបងដើម្បីមកថាព្រោះដោយសារតែយើងត្រូវទទួលអាហារូបករណ៍ពីសាស្ត្រាចារ្យអញ្ចឹងតើនៅដំបូងពេលដែលយើងទៅមកថាតាក់ទងគាត់ហ្នឹងតើនៅពេលដែលបងអឺមកថាដំបូងតើយើងគួរតែធ្វើចាប់ចេញពីដំណាក់កាលមិនទៅរហូតទៅដល់បានដែលយើងអាចទទួលបានអញ្ចឹងណាបងអាចថាខណ្ឌខ្លីមកថាជា process ដំមកថា process ចាប់ពីដើមរហូតទៅដល់ចប់ហ្នឹងបងគួរធ្វើឲ្យគេខ្លះហើយអឺបន្តមកទៀតចាំខ្ញុំសួរបន្ថែមបន្តទៀតហ្នឹងឯងបងបាទចំពោះការដាក់ពាក្យអាហារូបករណ៍សាស្ត្រាចារ្យហ្នឹងតើយើងគួរមានផែនការឬក៏យើងទៅត្រៀមរៀបចំខ្លួនអ្វីខ្លះបាទអញ្ចឹងចំពោះសំណួរនេះគឺសំខាន់មែនទែនដើម្បីទទួលបានអាហារូបករណ៍ហ្នឹងគឺយើងមិនមែនទទួលបានដោយចៃដន្យនោះទេគឺយើងតែងតែមានគម្រោងអញ្ចឹងសួរថាតើយើងធ្វើដូចម្តេចដើម្បីទទួលបានអាហារូបករណ៍ហ្នឹងបាទចឹងដើម្បីបានទទួលបានអាហារូបករណ៍ហ្នឹងទីមួយគឺយើងត្រូវរៀបចំខ្លួនយើងបាទទីពីរគឺការស្វែងរកព័ត៌មានអាហារូបករណ៍ហើយនឹងទីបីគឺការដាក់ពាក្យហ្នឹងតែម្ដងអញ្ចឹងយើងមានតែ3ចំណុចហ្នឹងទេអីដែលសំខាន់ដើម្បីឲ្យយើងដាក់ពាក្យទៅយើងមានទំនុកចិត្តដែលយើងអាចដាក់ពាក្យហើយយើងមានឱកាសខ្ពស់នៅក្នុងការចប់អាហារូបករណ៍ហ្នឹងគឺទីមួយទាក់ទងនឹងលក្ខណៈសម្បត្តិរបស់យើងតែម្ដងគឺយើងត្រូវមានចំណេះដឹងគ្រប់គ្រាន់នៅខាងផ្នែករបស់យើងបាទតាក់ទងទៅនឹង background តាក់ទងនឹង experience របស់យើង experience បទពិសោធន៍របស់យើងហ្នឹងវាអាចត្រូវនឹងអ្វីដែល professor គាត់ចង់បានដែរឬទេបាទដោយសារតែប្រភេទអាហារូបករណ៍នេះគឺវាយើងអាចនិយាយថាមានលក្ខណៈ
ប្រកួតប្រជែងខ្លះដែរបាទខ្ញុំគិតអញ្ចឹងថាអ្នកខ្លះprofessor បាទ professor គាត់តែងតែជ្រើសរើសយកបេក្ខជនដែលមានសមត្ថភាពបាទមានសមត្ថភាពមានចំណេះដឹងអឺមានជំនាញស្រាវជ្រាវផ្សេងហ្នឹងគឺអាស្រ័យទៅលើការរំពឹងទុករបស់របស់សាស្ត្រាចារ្យអញ្ចឹងគាត់រំពឹងទុកថាសិស្សដែលសិស្សនិស្សិតដែលគាត់ជ្រើសរើសមកហ្នឹងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការធ្វើអឺគម្រោងធ្វើការងារក្នុងគម្រោងស្រាវជ្រាវរបស់គាត់អញ្ចឹងទីមួយគឺលក្ខណៈសម្បត្តិរបស់យើងបាទតាក់ទងនឹងភាសាក៏យើងនៅក្នុងសម្រាប់អាហារករសាស្ត្រាចារ្យហ្នឹងយើងតម្រូវឲ្យយើងអាចប្រើប្រាស់ភាសាបានគ្រប់គ្រាន់យើងអត់ចាំបាច់មានលិខិតបញ្ជាក់វិញ្ញាបនបត្របញ្ជាក់ក៏អត់មានបញ្ហាដែរអីដែលសំខាន់គឺយើងអាចធ្វើទំនាក់ទំនងcommunicate បាទជាមួយនឹងសាស្ត្រាចារ្យបានបាទយើងអាចអឺបើថាប្រស័យហើយតាក់ទងនឹងអាចបាទយើងអាចអឺសរសេរបាទសរសេរហើយនឹងបោះពុម្ពអត្ថបទស្រាវជ្រាវក្នុងទស្សនវិជ្ជាសាស្ត្រហ្នឹងបើសិនណាយើងមានបទពិសោធន៍តាក់ទងនឹងផ្នែកទាំងអស់ហ្នឹងគឺកាន់តែល្អប្រសើរហើយនឹងទី2តាក់ទងទៅនឹងការស្វែងរកព័ត៌មានបាទអញ្ចឹងយើងនិយាយពីព័ត៌មានសាស្ត្រាចារ្យហ្នឹងយើងមានប្រភពជាច្រើនដែលយើងនិយាយពីអាហារករតាមអ៊ីនធឺណិតតាមបណ្ដាញសង្គមអីផ្សេងយើងឃើញមានច្រើនបាទអញ្ចឹងចំពោះការដាក់អាហារករតាមហ្នឹងគឺវាមានឱកាសដែរប៉ុន្តែខ្ញុំយល់ឃើញថាឱកាសដែលយើងបានព័ត៌មានមកពីហ្នឹងអឺវាមានទាបបាទអញ្ចឹងសួរថាតើយើងធ្វើដូចម្តេចទៅដើម្បីឲ្យយើងដាក់ពាក្យហើយយើងមានឱកាសខ្ពស់នៅក្នុងការចប់អាហារករហ្នឹងគឺទីមួយយើងអាហារករហ្នឹងគឺផ្ដោតទៅលើផ្នែកជំនាញអញ្ចឹងបើសិនណាជាយើងមានរៀនជំនាញមួយដែលតាក់ទងទៅនឹងការស្រាវជ្រាវអញ្ចឹងយកល្អគឺយើងអាចទំនាក់ទំនងបាទទំនាក់ទំនងជាមួយនឹងសិស្សច្បងឬក៏មិត្តភ័ក្តិដែលគាត់មានជំនាញដូចគ្នាហ្នឹងគឺជាវិធីសាស្ត្រមួយដែលយើងមានភាពងាយស្រួលក្នុងការស្វែងរកអាហារករសាស្ត្រាចារ្យហ្នឹងថាហ្នឹងហើយអូអញ្ចឹខេងឧទាហរណ៍ថានៅពេលដែលសាស្ត្រាចារ្យហ្នឹងគាត់មាន research fund ឬក៏គាត់ត្រូវការ researcher គាត់តែងតែផ្សព្វផ្សាយនៅតាមផ្សព្វផ្សាយនៅតាមគេហទំព័រផ្ទាល់ខ្លួនរបស់គាត់បាទ website របស់គាត់ហើយនឹងមួយទៀតក្រៅពីគាត់ផ្សព្វផ្សាយហើយគឺគាត់តែងតែផ្ដល់ព័ត៌មានហ្នឹងទៅដល់អឺនិស្សិតសមាជិកនៅក្នុងបាទមន្ទីរពិសោធន៍របស់គាត់អញ្ចឹងនៅពេលដែលសមាជិកនៅក្នុងមន្ទីរពិសោធន៍ហ្នឹងគាត់ផ្ដល់ព័ត៌មានគាត់សាកសួរមិត្តភ័ក្តិឬក៏អ្នកដែលគាត់ស្គាល់ហ្នឹងគឺឱកាសដែលគាត់ជួយណែនាំបាទមិត្តភ័ក្តិដែលដែលមានបំណងចង់ដាក់ពាក្យហ្នឹងឲ្យអឺដែលមានបំណងអ្នកដែលមានបំណងដាក់ពាក្យហ្នឹងគឺមានឱកាសខ្ពស់បាទដោយសារតែគាត់បានណែនាំទៅឲ្យសាស្ត្រាចារ្យបន្ទាប់ពីនឹងមកគឺយើងអាចមានការទំនាក់ទំនងរវាងអ្នកដាក់ពាក្យហៅផ្ទាល់ជាមួយនឹងសាស្ត្រាចារ្យឬក៏ក្នុងករណីខ្លះទៀត professor សាស្ត្រាចារ្យហ្នឹងគាត់មានភាពមមាញឹកខ្លាំងអញ្ចឹងគាត់អាចឲ្យអ្នកដាក់ពាក្យហ្នឹងបាទទំនាក់ទំនងជាមួយនឹងlab តែ manager បាទអ្នកដែលគ្រប់គ្រង នឹក labo ហ្នឹងតើអ្នកគ្រប់គ្រង labo ហ្នឹងគាត់នឹងពិនិត្យមើលលក្ខណៈសម្បត្តិអាចធ្វើកិច្ចសម្ភាសន៍ជាមួយនឹងអ្នកដាក់ពាក្យហ្នឹងបាទប៉ុន្តែដូចដែលខ្ញុំបាននិយាយអញ្ចឹងខ្ញុំផ្ដោតទៅលើចំណុចមួយគឺបើសិនណាជាមានមិត្តភ័ក្តិមិត្តភ័ក្តិគាត់ជួយណែនាំអញ្ចឹងឱកាសដែលយើងអាចថាដាក់ចុះពាក្យហ្នឹងបាទឱកាសដែលយើងដាក់ពាក្យហ្នឹងគឺវាមានភាគរយខ្ពស់អូបាទខេបន្ទាប់ពីយើងដាក់ពាក្យអាហារូបករណ៍នឹងហើយនឹងចំណុចបន្ទាប់ពីយើងធ្វើចុះទំនាក់ទំនងជាមួយសាស្ត្រាចារ្យបាទតាមរយៈអ៊ីមែលឬក៏តាមរយៈកម្មវិធីមួយចំនួនដែលយើងប្រើប្រាស់សម្រាប់តំណតំណងឆ្លើយឆ្លងបាទផ្ញើសារទៅវិញទៅមកហ្នឹងដើម្បីទំនាក់ទំនងហ្នឹងចាយើងបន្ទាប់ពីសាស្ត្រាចារ្យអឺគាត់សម្រេចចិត្តថាជ្រើសរើសយើងហើយជំហានបន្ទាប់ចុងក្រោយហ្នឹងគឺយើងដាក់ពាក្យបាទដាក់ពាក្យមកចុះឈ្មោះដាក់ពាក្យហ្នឹងគឺយើងគោរពទៅតាមនីតិវិធីនៅក្នុងការចុះឈ្មោះចូលរៀនអញ្ចឹង
នៅក្នុងការចុះឈ្មោះចូលរៀនហ្នឹងគឺត្រូវឲ្យយើងហ្នឹងតម្រូវឲ្យយើងហ្នឹងបំពេញពាក្យចុះឈ្មោះចូលរៀនភ្ជាប់ជាមួយនឹងឯកសារដែលយើងបានរៀបចំហ្នឹងមានអូអឺសញ្ញាឯកបត្រមានប្រតិបត្តិពិន្ទុមានឯកសារអឺទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងហើយការចុះឈ្មោះហ្នឹងវាអាចខុសគ្នាពីពាក្យដែលយើងចុះឈ្មោះហ្នឹងគឺខុសគ្នាតិចតួចទៅតាមសាលាប៉ុន្តែជាទូទៅគឺអត់មានអីជាអឺអត់មានភាពខុសប្លែកគ្នាច្រើនទេគឺមានពាក្យចុះឈ្មោះបន្ទាប់ពីយើងបំពេញពាក្យទាំងអស់ហ្នឹងហើយនឹងផ្ទៀងផ្ទាត់ជាមួយនឹងសាស្ត្រាចារ្យឬក៏ lab manager ហ្នឹងហើយយើងត្រូវផ្ញើពាក្យរបស់យើងហ្នឹងតាមไปรษณีย์ពីប្រទេសកម្ពុជាបាទផ្ញើមកសាធារណរដ្ឋកូរ៉េផ្ញើមកសាលាដែលយើងចុះឈ្មោះចូលរៀនអូបាទអញ្ចឹងយើងសរុបខ្លីមកគឺយើងត្រូវរៀបចំអឺឯខ្លួនកសារបាទរៀបចំខ្លួនយើងជាមុនបាទយើងមានគម្រោងទី2យើងស្វែងរកព័ត៌មានតើយើងស្វែងរកព័ត៌មានហ្នឹងយើងស្វែងរកបាទដូចដេចហើយនឹងទី3គឺយើងអឺដាក់ពាក្យចុះឈ្មោះចូលរៀនបាទបន្ទាប់ពីយើងចុះឈ្មោះចូលរៀនយើងនឹងទទួលបានឯកសារសម្រាប់ធ្វើទិដ្ឋាការឬក៏វីសាមកប្រទេសកូរ៉េនឹងតែម្ដងបាទអូខេអូយអរគុណមែនតើបងច្រើនទេក្បោះក្បាយមែនតើហ្នឹងហើយអញ្ចឹងដូចអឺសង្ឃឹមថាមិត្តនិស្សិតរបស់យើងដែលគាត់បានមើលវីដេអូនេះហើយក៏ដូចជា podcast នេះហើយសង្ឃឹមថាគាត់អាចយល់ដឹងបន្ថែមច្រើនមែនតើតទៅជាមួយនឹងការដាក់អាហារូបករណ៍របស់សាស្ត្រាចារ្យហ្នឹងហើយអញ្ចឹងបងអញ្ចឹងដូចជាបងបានលើកឡើងមកអញ្ចឹងបងនិយាយថាបើសិនបើគាត់អាចថាមានស្គាល់សិស្សច្បងឬក៏មិត្តភ័ក្តិដែលកំពុងតែសិក្សាក៏ដូចជាធ្វើការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ហ្នឹងទៅឱកាសដែលគាត់អាចជាប់ហ្នឹងគឺខ្ពស់អញ្ចឹងណាបងប៉ុន្តែចុះបើសិនបើករណីថាឧទាហរណ៍ថាអឺបុគ្គល A ក៏ចង់ដាក់ដែរអញ្ចឹងប៉ុន្តែគាត់អត់មានស្គាល់អឺមិត្តភ័ក្តិក៏ដូចជាសិស្សច្បងនៅក្នុងមន្ទីរពិសោធន៍ដែលឧទាហរណ៍ថាបងកំពុងតែធ្វើការហ្នឹងឯងអញ្ចឹងគឺគាត់លក្ខណៈគាត់ចេញមកថ្មីតែម្ដងអញ្ចឹងនៅពេលដែលគាត់តាក់ទងគាត់ថាឥឡូវអឺបុគ្គល A នឹងគាត់ឃើញថានៅក្នុងwebsite របស់សាស្ត្រាចារ្យគាត់ត្រូវការសិស្សនិស្សិតដែលមកថ្មីហើយគាត់ត្រូវការតាក់ទងជាមួយនឹងនិស្សិតដែលកំពុងត្រូវការ research ជំនាញរបស់គាត់ហ្នឹងអញ្ចឹងទៅនៅពេលដែលគាត់ដាក់មកហ្នឹងតើដំបូងគាត់មិនត្រូវ share email ត្រូវអត់បងដូចបងបានលើកឡើងមិញអញ្ចឹងណាហ្នឹងអញ្ចឹងពេលដែលបងបានដាក់ email ហ្នឹងតើមើលថាមានឯកសារឬក៏ដូចជាពាក្យពេចន៍មួយចំនួនអីដែលគាត់គួរតែ share នៅក្នុងហ្នឹងអញ្ចឹងណាបងអាចជួយបង្ហាត់នៅកន្លែងហ្នឹងតិចបានអត់បងបាទដើម្បីយើងធ្វើទំនាក់ទំនងជាមួយសាស្ត្រាចារ្យស្វែងរកអាហារូបករណ៍ហ្នឹងគឺជាទូទៅមធ្យោបាយដែលងាយស្រួលបំផុតហ្នឹងគឺការផ្ញើអ៊ីមែលទៅកាន់សាស្ត្រាចារ្យបាទអញ្ចឹងអឺនៅក្នុងការស្វែងរកសាស្ត្រាចារ្យហ្នឹងគឺយើងអាចមើលទៅតាមសាកលវិទ្យាល័យបាទអញ្ចឹងឧទាហរណ៍ថាយើងចាប់អារម្មណ៍សាកលវិទ្យាល័យណាមួយនៅក្នុងសាធារណរដ្ឋកូរ៉េអញ្ចឹងយើងចូលទៅស្រាវជ្រាវរកមើលអឺយើងស្រាវជ្រាវអឺតាមជំនាញបន្ទាប់ចេញពី department ហ្នឹងបាទ department ហ្នឹងយើងអាចស្វែងរកសាស្ត្រាចារ្យបាទហើយសាស្ត្រាចារ្យហ្នឹងក៏មានជំនាញស្រាវជ្រាវខុសៗគ្នាបាទអញ្ចឹងយើងអាចស្វែងរកមើលតើជំនាញឬក៏ field របស់សាស្ត្រាចារ្យណាមួយដែលយើងចាប់អារម្មណ៍បន្ទាប់ពីយើងចាប់អារម្មណ៍សាស្ត្រាចារ្យជំនាញរបស់សាស្ត្រាចារ្យហ្នឹងមកយើងអាចអ៊ីមែលទៅគាត់បានបាទអញ្ចឹងហ្នឹងនៅក្នុងការអ៊ីមែលហ្នឹងយើងគួរតែទីមួយអ្វីដែលយើងចាំបាច់ត្រូវតែអឺផ្ញើដែលយើងត្រូវសរសេរហ្នឹងគឺទីមួយការណែនាំខ្លួនយើងណែនាំខ្លួនបទពិសោធន៍របស់យើងហើយនឹងយើងបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការស្រាវជ្រាវឬក៏ការដាក់ការដាក់អាហារូបករណ៍មកprofessor ចំណាប់អារម្មណ៍ទាក់ទងនឹងresearch បាទហើយនឹងមួយទៀតបើយើងអាចភ្ជាប់មកជាមួយនឹងអឺប្រវត្តិរូបរបស់យើងហ្នឹងយើងហៅថា CV ហ្នឹងយើងគួរតែភ្ជាប់មកជាមួយអ៊ីមែលហ្នឹងតែម្ដងអូបាទអញ្ចឹងបាទអញ្ចឹងអឺ
យើងមានតែប៉ុណ្្នឹងឯងស្រាប់ធ្វើទំនាក់ទំនងហើយបើសិនណាជា professor គាត់ឆ្លើយតបអីយើងអាចអឺ follow up ទៅតាមនឹងទៀតប៉ុន្តែអូអីដែលសំខាន់ដែលខ្ញុំឃើញដែលខ្ញុំឃើញថាវាមានការលំបាកហ្នឹងវាអឺទីមួយគឺ professor គាត់អត់ស្គាល់យើងអញ្ចឹងគាត់អត់ស្ូវមានទំនុកចិត្តអាហ្នឹងអាចជាអូបញ្ហាមួយដែលយើងពិបាកនៅក្នុងការស្វែងរកអាហារផ្ទាល់សាស្ត្រាចារ្យដូចខ្លួនយើងបើសិនណាជាមានអូមិត្តភ័ក្តិគាត់ជួយណែនាំដូចគាត់បង្កើន credit ឲ្យយើងអូនៅក្នុងការស្វែងរកអាហារូបករណ៍ហ្នឹង អូខេបងហើយដែលខ្ញុំសង្កេតឃើញហ្នឹងខ្ញុំក៏ធ្លាប់បានតាក់ទងសាស្ត្រាចារ្យពីមុនមកដែរយើងផ្ញើអញ្ចឹងទៅ professor បទពិសោធន៍របស់ខ្ញុំហ្នឹង professor មួយចំនួនហ្នឹងគឺគាត់អត់បានឆ្លើយតបទេហើយនឹងមួយចំនួនទៀតគាត់ឆ្លើយតបដែរប៉ុន្តែអឺតាក់ទងទៅនឹងការសម្រេចចិត្តហ្នឹងគឺអត់សូវជាការផ្ដល់អាហារូបករណ៍ហ្នឹងគឺអត់សូវជាខ្ពស់ប្រហែលទេ អូអាហ្នឹងខេដំណាក់កាលដំបូងប៉ុន្តែបើសិនណាជា professor គាត់ឃើញតាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់យើងតាក់ទងនឹងប្រវត្តិតាក់ទងនឹងចំណេះដឹងតាក់ទងនឹងបទពិសោធន៍អីផ្សេងបើសិនណាជា professor គាត់ចាប់អារម្មណ៍បាទគាត់គិតឃើញថាយើងមានសក្តានុពលសម្រាប់ការស្រាវជ្រាវរបស់គាត់អញ្ចឹងគាត់នឹងធ្វើការឆ្លើយតបហើយនឹងអាចឈានទៅដល់ការសម្ភាសន៍បាទការសម្ភាសន៍អនឡាញហ្នឹងហើយនឹងយើងក៏អាចមានឱកាសដាក់អាហារូបករណ៍ហ្នឹងទទួលបានជោគជ័យដែរបាទអូខេអូខេអូយអរគុណបងហ្នឹងហើយបងអូយខ្ញុំយល់ច្បាស់ខ្ញុំមិនដឹងថាខ្ញុំយល់បានច្រើនហើយក៏អាចថាចង់ណែនាំទៅអ្នកដែលខ្ញុំស្គាល់ដូចគ្នាដែរដើម្បីដាក់អាហារូបករណ៍សាស្ត្រាចារ្យហ្នឹងហើយបងចង់បន្ទាប់ពីបងអឺបងបានលើកឡើងមិនថាចង់បន្ទាប់ពីយើងសរសេរអ៊ីមែលទៅគាត់ហើយមានដាក់ឯកសារមួយចំនួនដែលបងបាន mention ដូចជា CV ឬក៏និយាយពីបទពិសោធន៍ឬក៏ការ interest របស់យើងចាប់អារម្មណ៍របស់យើងទៅលើអឺជំនាញរបស់សាស្ត្រាចារ្យរបស់យើងឬក៏ការស្រាវជ្រាវរបស់សាស្ត្រាចារ្យយើងហើយយើងនឹងទទួលបានការមកថាអឺឆ្លើយតបមកវិញក៏ដូចជាប្រសិនបើយើងអាចថាយើងអាចបន្តទៅមុខបានយើងនឹងទទួលបានចូលនៅដំណាក់កាលមួយទៀតគឺតកតងជាមួយនឹងការសម្ភាសន៍ខាងលើបងបាទបាទហ្នឹងហើយបងអញ្ចឹងបន្ទាប់ពីយើងពេលដែលយើងចូលសម្ភាសន៍តើអឺជាធម្មតាតើគាត់នឹងអាចថាសួរជាសំណួរគេខ្លះដែរទៅហើយនឹងប្រហែលរយៈពេលមែនដែរអញ្ចឹងណាហ្នឹងហើយបងអាចជួយបើថាបង្ហើបនៅកន្លែងហ្នឹងថែមទៀតបានអត់បងបាទតាមបទពិសោធន៍របស់ខ្ញុំហ្នឹងគឺការសម្ភាសន៍ហ្នឹងគឺអត់ជាមានលក្ខណៈអីស្មុគស្មាញទេដោយសារតែយើងបានណែនាំខ្លួនហើយយើងបានរៀបរាប់ខ្លួនយើងហ្នឹងនៅក្នុងCV រួចមកហើយអញ្ចឹងនៅពេលដែលនៅពេលសម្ភាសន៍ហ្នឹងអីដែលprofessor ជាទូទៅគាត់សួរហ្នឹងគឺទីមួយគឺគាត់ warm up សិនគឺគាត់ឲ្យយើងណែនាំខ្លួនយើងបាទនៅពេលដែលយើងណែនាំខ្លួនយើងរួចគាត់នឹងសួរពីជំនាញបាទយើងធ្លាប់បានស្រាវជ្រាវបាទមានបទពិសោធន៍ស្រាវជ្រាវឬក៏អ្វីដែល professor គាត់ចង់បានដែរឬទេហើយអ្វីអូដែលសំខាន់មួយទៀតហ្នឹងគឺបន្ទាប់ពីស្រាវជ្រាវបន្ទាប់ពីសម្ភាសន៍ហ្នឹងហើយគឺយើងអាចសួរតាក់ទងទៅនឹងអឺយើងអាចសួរតាក់ទងទៅនឹងសួរ professor តាក់ទងទៅនឹងការងារស្រាវជ្រាវនៅlabo ហ្នឹងបាទនិយាយរួមគឺគាត់សួរតាក់ទងនឹងចំណង់ចំណូលចិត្តសមត្ថភាពស្រាវជ្រាវរបស់យើងអូតើគាត់នឹងវិយតម្លៃតើយើងអាចធ្វើការស្រាវជ្រាវបើមានការតាំងចិត្តបើមានការអត់ធ្មត់ជាមួយនឹងការងារស្រាវជ្រាវនៅក្នុងគម្រោងរបស់គាត់បានដែរទេប៉ុន្តែអូទូទៅយើងអាចនៅសំខាន់មួយទៀតគឺការនិយាយអំពីអត្ថប្រយោជន៍នៅពេលដែលយើងសម្ភាសន៍នឹងអូបាទជួនកាលមាននិស្សិតមួយចំនួនហ្នឹងគាត់យល់ឃើញថាអត្ថប្រយោជន៍ហ្នឹងគឺអត់សមអត់សូវសមស្របសម្រាប់គាត់អញ្ចឹងណាបាទអញ្ចឹងទៅគាត់ក៏អឺអត់ apply តទៅទៀតក៏បន្តអាហារូបករណ៍ហ្នឹងប៉ុន្តែស្រាប់បើយើងអ្នកដែលមានបំណងមកសិក្សាគឺអឺការផ្ដល់ឲ្យការផ្ដល់អាហារូបករណ៍របស់សាស្ត្រាចារ្យហ្នឹងគឺអឺគ្រប់គ្រាន់សម្រាប់ចំណាយផ្សេងបាទអញ្ចឹងនៅក្នុងបទសម្ភាសន៍ហ្នឹងគឺមានចំណុចសំខាន់តែប៉ុណ្្នឹងឯងបាទ
អូខេអរគុណបងហ្នឹងហើយអូខេបងចឹងបន្ទាប់ពីពេលដែលសម្ភាសន៍នឹងហើយáអញ្ចឹងទៅដំណាក់កាលបន្ទាប់ហ្នឹងគាត់នឹងធ្វើឲ្យគេបន្តទៀតចឹងហ៎បងបន្ទាប់ពីសម្ភាសន៍ហើយតើគាត់នឹងអូខេបើយើងឬក៏បើសិនបើគាត់អត់អូខេទៅគាត់នឹងអាច reply ឬក៏មានលក្ខណៈថាការឆ្លើយតបវិញយ៉ាងម៉េចដែរតែបើសិនបើគាត់គិតថាយើងនឹងអាចបន្តទៅវគ្គបន្តទៀតតើគាត់នឹងឲ្យយើងរៀបចំក៏ដូចជាយើងធ្វើការបន្ថែមឯកសារអីមួយចំនួនទៀតឬក៏ដំណើរការបន្តហ្នឹងលក្ខណៈបែបម៉េចដែរអញ្ចឹងហ៎បងបាទអញ្ចឹងបន្ទាប់ពីដំណាក់កាលសម្ភាសន៍នឹងរួចហើយ Professor ហ្នឹងគាត់នឹងពិចារណានៅក្នុងការជ្រើសរើសយកយើងបាទបើសិនណាជាគាត់ជ្រើសរើសយកយើងគាត់នឹងអឺបញ្ជាក់បាទគាត់នឹងconfirm ប្រាប់ថាយើងនឹងទទួលបានអាហារូបករណ៍ពីសាស្ត្រាចារ្យអញ្ចឹងបន្ទាប់ពីយើងទទួលបានអាហារូបករណ៍ការបញ្ជាក់របស់សាស្ត្រាចារ្យហើយជំហានបន្ទាប់គឺយើងរៀបចំឯកសារហើយនឹងចុះឈ្មោះចូលរៀនបាទអូខេអញ្ចឹងបងជាធម្មតាបន្ទាប់ពីយើងសម្ភាសន៍ហើយហ្នឹងយើងអាចដឹងលទ្ធផលហ្នឹងរយៈពេលប៉ុន្មានដែរបងអាចថាមួយអាទិត្យពីរអាទិត្យឬក៏អាចថាអឺមានពេលណាដែលអាចថា specific ដែរអត់បងថាអ្នកខ្លះចឹងទៅពេលសម្ភាសន៍ហើយមួយអាទិត្យចឹងទៅគាត់បានព័ត៌មានអ្នកខ្លះចឹងទៅគាត់យូរពេកឯអ្នកខ្លះអាចថាកន្លះខែឬក៏អាចរយៈពេលប៉ុន្មានដែរចឹងណាបងអាចតែយើងអាចដឹងព័ត៌មានថាយើងអាចជាប់បានហ្នឹងចឹងណាបងអញ្ចឹងតកតងនឹងការសម្ភាសន៍ហ្នឹងគឺអាស្រ័យនឹងសាស្ត្រាចារ្យអាស្រ័យនឹងសាស្ត្រាចារ្យបើតាមពិតទៅនៅពេលដែលយើងសម្ភាសន៍រួចProfessor ហ្នឹងគាត់អាចសម្រេចចិត្តได้ថានឹងអាចយកយើងអាចផ្ដល់អាហារូបករណ៍ឲ្យយើងបានឬអត់បាទអញ្ចឹងអូជាទូទៅគាត់អឺអាចមានរយៈពេលពីអឺ2ថ្ងៃទៅ3ថ្ងៃបន្ទាប់ពីអូសម្ភាសន៍ហ្នឹងគឺគាត់អាចផ្ដល់ដំណឹងមកយើងឯងឬអូក៏យ៉ាងយូរហ្នឹងអាចមួយសប្តាហ៍ប៉ុន្តែអូអូដូចជាយូរពេកហ្នឹងមួយសប្តាហ៍ប៉ុន្តែនៅអូក្នុងករណីខ្លះទៀតទៅ Professor គាត់អាចបញ្ជាក់ដែរបើសិនណាជាគាត់អត់បានតាក់ទងមកវិញទេមានន័យថាយើងអត់បានទទួលអាហារូបករណ៍សាស្ត្រាចារ្យទេបាទអូអូខេខ្ញុំគិតថាយូរតែតាមពិតមានរយៈពេលខ្លីចឹងអត់អីទេបងហ្នឹងហើយបងអរគុណមែនតើសម្រាប់ជាទៅខ្ញុំអាចថាបន្ទាប់ពីស្ដាប់ podcast មួយនេះហើយខ្ញុំគិតថាគ្នាយើងមានគំនិតក៏ដូចជាអាចយល់ដឹងច្រើនពីការដាក់ពាក្យរបស់អាហារូបករណ៍សាស្ត្រាចារ្យមកសិក្សានៅប្រទេសកូរ៉េបានហ្នឹងហើយបងអញ្ចឹងយើងរៀងបែរទៅរៀងអឺតកតងជាមួយការដាក់ឥឡូវយើងថាគិតថាដាក់យើងចប់ហើយអស់ហើយអញ្ចឹងបន្ទាប់ពីយើងដាក់ចប់ហើយថាឥឡូវយើងបានមករៀននៅប្រទេសកូរ៉េអញ្ចឹងសម្រាប់បងលើតើបងកំពុងតែបន្តការសិក្សាថ្នាក់បណ្ឌិតអញ្ចឹងតើពេលដែលបងកំពុងតែរៀនអាហារូបករណ៍ហ្នឹងតើព្រោះដោយសារតែបងនិយាយថាពីច្រើនគឺយើងមកធ្វើការស្រាវជ្រាវត្រូវអត់បងអញ្ចឹងនៅពេលដែលយើងស្រាវជ្រាវហ្នឹងយើងគ្រាន់តែធ្វើការស្រាវជ្រាវរាល់ថ្ងៃឬក៏យើងត្រូវការទៅរៀននៅក្នុងថ្នាក់ដែរឬក៏មាន class ដែរអញ្ចឹងណាបងបន្ទាប់ពីយើងទទួលអាហាបាទរូបករណ៍ហើយបាទចំពោះការសិក្សានេះគឺយើងសិក្សាធម្មតាបាទនៅឧទាហរណ៍ថាបើសិនណាយើងមករៀនថ្នាក់បញ្ញាបត្រជាន់ខ្ពស់ថ្នាក់ Master ហ្នឹងគឺនៅពេលដែលយើងចោះឈ្មោះនៅក្នុងចោះឈ្មោះចូលរៀនហ្នឹងគឺយើងមានកាលវិភាគដូចយើងរៀនធម្មតាអញ្ចឹងយើងមានសាស្ត្រាចារ្យគាត់មកបង្រៀនអញ្ចឹងគឺតម្រូវឲ្យយើងហ្នឹងចូលថ្នាក់រៀនបាទយើងរៀនធម្មតាហើយបន្ទាប់ពីយើងរៀននៅក្នុងថ្នាក់ហើយគឺយើងតម្រូវឲ្យយើងហ្នឹងមកស្រាវជ្រាវនៅក្នុងអឺឧទាពិបន្ទប់សេសពិសោធន៍បាទនៅក្នុងអូមន្ទីរពិសោធន៍គឺយើងចំណាយពេលច្រើននៅក្នុងការអឺសិក្សាស្រាវជ្រាវដោយខ្លួនឯងបាទអូអញ្ចឹងចំពោះការស្រាវជ្រាវហ្នឹងគឺ Professor គាត់មានដូចខ្ញុំនិយាយហ្នឹងគឺគាត់មានresearch project បាទគម្រោងស្រាវជ្រាវអញ្ចឹងយើងគឺធ្វើតាមគម្រោងស្រាវជ្រាវហ្នឹងអូខេបាទហើយយើងអាចចំណាយពេលមួយចំនួនសម្រាប់រៀននៅក្នុងថ្នាក់ហើយនឹងយើងអាចចំណាយពេលរបស់យើងសម្រាប់ធ្វើកិច្ចការស្រាវជ្រាវដែលសាស្ត្រាចារ្យក៏បានផ្ដល់មកនៅក្នុងថ្នាក់ហ្នឹងបាទហើយចំពោះរយៈពេលដែលយើងធ្វើការស្រាវជ្រាវហ្នឹងគឺអាស្រ័យទៅតាមមន្ទីរពិសោធន៍បាទអញ្ចឹងយើងធ្វើការស្រាវជ្រាវហ្នឹងពីយើងធ្វើការស្រាវជ្រាវហ្នឹងគឺពេញម៉ោងបាទពីព្រឹកដល់ល្ងាចបាទហើយនឹងអូអាចចំណាយពេលល្ងាចអាច
2 ម៉ោងឬក៏3 ម៉ោងបន្ថែមទៀតនៅពេលល្ងាចអូបាខេទហ្នឹងហើយបងអូខេអរគុណហ្នឹងហើយបងអញ្ចឹងខ្ញុំមានសូមមានទឹកខោតិចអញ្ចឹងបាទពេលដែលយើងមករៀនថ្នាក់អូថោថាឥឡូវយើងទទួលបានអាហារូបករណ៍របស់សាស្ត្រាចារ្យហើយអញ្ចឹងសម្រាប់ថ្នាក់បណ្ឌិតក៏ដូចជាថ្នាក់អនុបណ្ឌិតហ្នឹងតែយើងត្រូវការសិក្សារយៈពេលប៉ុន្មានឆ្នាំមើលបងអឺបាទដោយសារយើងមកវិញជាប្រភេទស្រាវជ្រាវអញ្ចឹងអាស្រ័យទៅលើគម្រោងស្រាវជ្រាវរបស់យើងអូចំពោះថ្នាក់បណ្ឌិតបាទជាទូទៅគឺយើងសិក្សាររយៈពេល2 ឆ្នាំប៉ុន្តែបើសិនណាជាគម្រោងស្រាវជ្រាវរបស់យើងអត់ទាន់មានអចេញជាលទ្ធផលផ្លែណាល្អប្រសើរទេអញ្ចឹងយើងអាចពន្យារពេលទៅតាមនឹងដែរអូបាទហើយសម្រាប់ថ្នាក់អនុបណ្ឌិតហើយចានឹងចំពោះថ្នាក់បណ្ឌិតវិញគឺរយៈពេល3 ឆ្នាំបាទប៉ុន្តែជាទូទៅគឺសម្រាប់និស្សិតភាគច្រើនគាត់សិក្សាររយៈពេលពី4 ឆ្នាំទៅ5 ឆ្នាំបាទសម្រាប់ថ្អូនាក់បណ្ឌិតហើយនឹងយើងមានជម្រើសមួយទៀតគឺយើងរៀនបញ្ចូលគ្នាថ្នាក់បាត់ Master ហើយនឹងDoctoral Degree នឹងអូរៀនបញ្ចូលគ្នារយៈពេលរបស់វាហ្នឹងក៏យូរទៅតាមនឹងដែរអូបាទខេសម្រាប់ថ្នាក់ខ្ពស់ហ្នឹងបាទ Master ហើយនឹងDoctoral Degree ហ្នឹងគឺយើងសិក្សាររយៈពេលពី5 ឆ្នាំទៅអាច7 ឆ្នាំដល់8 ឆ្នាំបាទអូយូរគួរសមដែរបងបងហ្នឹងហើយចឹងខ្ញុំសូមបន្ថែមនេះទៀតហើយខ្ញុំសូមសិទ្ធមកបន្តិចតិចមើលទិស័កអត់ទិស័កសូមតាក់មកបន្តិចអូខេអូខេបងអូខេហើយខ្ញុំអោចុះមកចេញខ្ញុំចូលវិញមិញខ្ញុំភ័យដែរខ្ញុំខ្លាចដាច់ record អីចឹងទៅយើងពិបាកមានបញ្ហាទៀតណាអូនៅខេនៅតាបងនៅអូខ្ញុំអត់ដឹងថា Zoom ស៊ីថ្មខ្លាំងនេះខ្ញុំបើកចឹងទៅអូខេអញ្ចឹងយើងបន្តទៀតទៅណាបាទអូខេហ្នឹងហើយបងចុះមិញដល់ហើយណា ពេលមិញសួរខ្ញុំតាក់ទងទៅនឹងទីទៀតនេះអឺរយៈពេលរយៈរៀនពេលសិក្សាហ្នឹងហើយអាហ្នឹងដូចជាព័ត៌មានទូទៅហ្នឹងអូខេឥឡូវសារចេះតាមបំណងរបស់ខ្ញុំចង់សួរបងតកតងអូខេចឹងខ្ញុំបន្តណាបងហើយនៅ បាទហើយអូខេអូខេហ្នឹងហើយអញ្ចឹងអរគុណច្រើនបងហ្នឹងហើយអញ្ចឹងបងបងបាននិយាយតាក់ទងជាមួយនឹងរយៈពេលនៃការសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិតក៏ដូចជាថ្នាក់បណ្ឌិតហ្នឹងហើយបងអញ្ចឹងតើករណីថាឧទាហរណ៍ថាថ្នាក់អនុបណ្ឌិតយើងសិក្សាររយៈពេល2 ឆ្នាំត្រូវបងអញ្ចឹងបើសិនបើយើងអត់ចប់ក្នុងរយៈពេល2 ឆ្នាំហ្នឹងទេយើងត្រូវបន្តទៀតត្រូវបងអញ្ចឹងពេលដែលយើងបន្តហ្នឹងតើសាស្ត្រាចារ្យរបស់យើងហ្នឹងគាត់នៅតែផ្ដល់ជាថវិកាដល់យើងមិនថាផ្ដល់ជា allowance ផ្ដល់ជាការគ្រប់គ្រងដល់យើងឬក៏យ៉ាងម៉េចដែរចឹងណាបងសម្រាប់ទាំងថ្នាក់អនុបណ្ឌិតក៏ដូចជាថ្នាក់បណ្ឌិតនឹងចឹងណាបងបាទក្នុងករណីដែលយើងសិក្សាអឺអត់បានចប់តាមពេលវេលាគឺអាស្រ័យទៅលើសាស្ត្រាចារ្យបាទអញ្ចឹងប្រសិនមកperformance របស់យើងបាទនៅក្នុងពេលដែលយើងកំពុងសិក្សាហ្នឹងយើងអត់សូវបានខិតខំប្រឹងប្រែងអាហ្នឹងគឺវាមានផលប៉ះពាល់ដល់ការសិក្សាចុងក្រោយរបស់យើងជួនកាលទៅអត់មែនថាយើងគ្រប់គ្នាដែលយើងទទួលបានអាហារូបករណ៍ហ្នឹងគឺយើងអឺសិក្សាហ្នឹងទទួលបានជោគជ័យទេអាចមានករណីមួយចំនួនហ្នឹងដោយសារតែ performance របស់យើងហ្នឹងបាទការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់យើងហ្នឹងគឺយើងអត់សូវខិតខំប្រឹងប្រែងអាហ្នឹងក៏ជាអឺឧបសគ្គដែរអបាទអញ្ចឹងជាទូទៅ
បើសិនណាជាយើងប្រឹងប្រែងខិតខំប្រឹងប្រែងហើយវាអាស្រ័យទៅតាមគម្រោងបើសិនណាជាគម្រោងហ្នឹងគឺវាមានការលំបាកភាពលំបាកហ្នឹងគឺវាមានភាពលំបាកពិតមែនអាហ្នឹង professor ហ្នឹងគាត់នឹងជួយអឺផ្គត់ផ្គង់របស់ផ្គត់ផ្គង់យើងហ្នឹងរហូតដល់យើងបញ្ចប់ការសិក្សាអូហើយនឹងលក្ខណៈមួយទៀតបើសិនណាជាយើងចប់ថ្នាក់ឧទាហរណ៍យើងមករៀនថ្នាក់បញ្ញាបត្រជាន់ខ្ពស់ថ្នាក់ Master ហ្នឹងចានៅពេលដែលយើងបញ្ចប់ហើយបើសិនណាយើងខិតខំប្រឹងប្រែងអញ្ចឹងprofessor ហ្នឹងគាត់នឹងអាចឲ្យយើងហ្នឹងបន្តការសិក្សាថ្នាក់បណ្ឌិតបាទអហើយនៅពេលឺដែលយើងចាប់ថ្នាក់បណ្ឌិតហើយ professor ហ្នឹងអាចផ្ដល់ការងារឲ្យយើងស្រាវជ្រាវនៅមន្ទីរពិសោធន៍របស់គាត់រហូតបានបាទអូបើសិនណាជាយើងមានចំណាប់អារម្មណ៍បាទចង់ធ្វើបន្តការនៅកូរ៉េគឺយើងអាចជ្រើសរើសបាទធ្វើជាអ្នកស្រាវជ្រាវនៅទីនឹងបាទអូល្អអូខេអូខេហ្នឹងហើយបងអូខេហ្នឹងហើយបងអញ្ចឹងខ្ញុំសូមបន្ថែមពី3សំណួរទៀតបងអញ្ចឹងពេលដែលយើងមករៀននៅកូរ៉េជាមកថាក្រោមនៅអាហារូបករណ៍របស់សាស្ត្រាចារ្យតើបងជួបនៅជាលក្ខណៈថា challenge với cái class ដែរអញ្ចឹងហ៎បងបាទchallenge យើងមាន challenge មួយចំនួនដែរសាស្ត្រនិស្សិតដែលគាត់មកសិក្សានៅបរទេសមិនថានៅតែសាធារណរដ្ឋកូរ៉េទេគឺនៅអឺប្រទេសបាទសិក្សានៅប្រទេសផ្សេងផ្សេងទៀតនេះខ្ញុំគិតថាមានដូចគ្នាបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាបញ្ហាឧបសគ្គដែលយើងទៅប្រឈមឬក៏យើងមានផលប៉ះពាល់មួយចំនួនហ្នឹងទាក់ទងជាមួយនឹងអាកាសធាតុបាទអូនៅពេលដែលយើងមកនៅសិក្សារស់នៅប្រទេសកូរ៉េបាទសាធារណរដ្ឋកូរ៉េហ្នឹងគឺអាកាសធាតុហ្នឹងគឺទីមួយគឺវាត្រជាក់យូរបាទអាកាសធាតុត្រជាក់ខ្លាំងបាទដែលយើងមានការអឺលំបាកមួយចំនួនបាទហើយនឹងទីពីរគឺភាសាដែលយើងប្រើប្រាស់ស្រាប់អឺស្រាប់ទំនាក់ទំនងប្រចាំថ្ងៃហ្នឹងបាទបើសិនណាជាយើងអត់ចេះភាសាទេគឺបាទផ្ដល់ផលលំបាកមួយចំនួនដែរទាក់ទងទៅនឹងការធ្វើដំណើរបាទការការតែតទិញតទំនិញអីចឹងបាទហ្នឹងបងអឺយើងមានភាពលំបាកមួយចំនួនដែរអូខេបាទបងហើយនឹងមួយទៀតអឺអត់ជាបញ្ហាធំដុំទេបាទមួយទៀតគឺតាក់ទងទៅនឹងបញ្ហាម្ហូបអាហារបាទមិនមែនមានន័យថាម្ហូបកូរ៉េហ្នឹងមានឆ្ងាញ់ទេគឺនៅពេលដែលយើងនៅរស់នៅបាទសិក្សាយូរទៅយើងអាចអឺនឹកឃើញបាទម្ហូបអឺតំបន់ឬម្ហូបខ្មែររបស់យើងបាទហើយអូខេហើយនឹងមួយទៀតបាទតកតងទៅនឹងយើងអាចនិយាយថាបច្ចេកវិទ្យាឬក៏តកតងនឹងជំនាញសិក្សារបស់យើងហ្នឹងក៏វាមានបញ្ហាមួយចំនួនដែរយើងអាចថានៅការសិក្សាអឺនៅសាធារណរដ្ឋកូរ៉េហ្នឹងវារៀនបច្ចេកវិទ្យាឬក៏កម្រិតសិក្សាហ្នឹងរៀនខ្ពស់ជាងយើងអញ្ចឹងតម្រូវឲ្យយើងហ្នឹងធ្វើការសិក្សាស្រាវជ្រាវខិតខំប្រឹងប្រែងខ្លាំងអូខេបាទបងខ្ញុំគិតថា challenge ហ្នឹងមិនតែបងទេស្បែកខ្ញុំហងៃទៅជួបដែរហ្នឹងគឺបងបាទខ្ញុំមិនថា challenge វាលក្ខណៈរៀងៗខ្លួនដែរហ្នឹងហើយហ្នឹងហើយបងអញ្ចឹងមុននឹងចប់កម្មវិធីរបស់យើងខ្ញុំមានពីរសំណួរបន្ថែមទៀតអញ្ចឹងក្នុងនាមបងបានបច្ចៈបានថាកំពុងតែបានទទួលអាហារូបករណ៍របស់សាស្ត្រាចារ្យហើយកំពុងតែបន្តការសិក្សាថ្នាក់បណ្ឌិតរបស់បងអញ្ចឹងតើបងមានពាក្យពេចន៍អីដែលចង់ផ្ដាំផ្ញើជូនទៅដល់សិស្សបណ្ដាសិស្សានុសិស្សនិស្សិតដែលគាត់មានបំណងចង់ដាក់អាហារូបករណ៍មួយនេះចឹងហ៎បងអាចថាជាបាទដំបូន្មានក៏ដូចជាអាចនិយាយថាគួរតែត្រៀមខ្លួនមិនអីហ្នឹងហើយអាចថាជាបងចង់សារមួយដែលបងចង់និយាយជូនដល់គាត់ចឹងហ្នឹងហើយបងបាទខ្ញុំមានសារមួយដែរសម្រាប់មិត្តនិស្សិតដែលគាត់មានបំណងដាក់អាហារូបករណ៍មិនថានៅតែសាធារណរដ្ឋកូរ៉េឬក៏ដាក់អាហារូបករណ៍ទៅអឺប្រទេសផ្សេងទៀតហ្នឹងគឺទីមួយសូមឲ្យគាត់រៀបចំគម្រោងយ៉ាងហោចណាស់គឺគាត់អឺមានបំណងបាទគាត់ត្រូវមានគោលដៅបាទ
យើងនិយាយថាគោលដៅហ្នឹងគឺសំខាន់មែនទេគឺគាត់ត្រូវកំណត់គោលដៅគាត់មួយគឺគាត់ត្រូវតែទទួលបានអាហារូបករណ៍អីដែលសំខាន់គឺខ្ញុំលើកទឹកចិត្តឲ្យគាត់កំណត់គោលដៅទោះបីជាការដាក់អាហារូបករណ៍ហ្នឹងគឺវាជួបបញ្ហាឧបសគ្គមួយចំនួនក៏ដោយគឺសូមឲ្យគាត់ហ្នឹងគឺព្យាយាមបើអត់ធ្មត់ដាក់អាហារូបករណ៍ហើយនឹងព្យាយាមអឺពង្រឹងបាទសមត្ថភាពខ្លួនឯងមិនមែនថាយើងមានតែគោលដៅប៉ុណ្ណឹងយើងអត់ពង្រឹងទេគឺយើងត្រូវព្យាយាមពង្រឹងអឺសមត្ថភាពខ្លួនយើងហើយនឹងស្វែងរកអាហារូបករណ៍រហូតទទួលបានជោគជ័យបាទអូខេហ្នឹងត្រង់ចំណុចនេះអឺអ្នកដាក់អាហារូបករណ៍ភាគច្រើនមិនមែនកាត់ដាក់ម្ដងគឺគាត់ទទួលបានអាហារូបករណ៍ទេអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យគាត់ហ្នឹងបាទព្យាយាមបាទទោះបីជារយៈពេលដែលគាត់អាចនឹងទទួលបានអាហារូបករណ៍យូរប៉ុណ្ណាក៏ដោយសូមឲ្យគាត់រក្សាអឺគោលបំណងរបស់គាត់ហ្នឹងហើយនឹងព្យាយាមរហូតបាទធ្វើវារហូតទទួលបានជោគជ័យបាទអូខេអរគុណមែនតើហ្នឹងហើយបងអរគុណមែនតើសម្រាប់ពេលវេលាដ៏មានតម្លៃដើម្បីចូលរួមនៅក្នុងកម្មវិធីសិក្សា podcast របស់យើងនៅក្នុងថ្ងៃនេះហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីបណ្ដាសិស្សានុសិស្សរបស់យើងដែលគាត់មានបំណងចង់យល់ដឹងពីហេតុផលមួយនេះបន្ទាប់ពីបានស្ដាប់ក៏ដូចជាបានមើលនៅ podcast មួយនេះហើយសង្ឃឹមថាគាត់អាចយល់ដឹងក៏ដូចជារបៀបនៃការរៀបចំឯកសារប្រសិននៃការដាក់ពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតដល់យើងទទួលបានអាហារូបករណ៍នឹងហើយមួយវិញទៀតអរគុណបងមែនតើអរគុណម្ដងទៀតសម្រាប់ការចូលរួមនឹងហើយខ្ញុំគិតថាដោយសារតែពេលវេលាយើងមានកំណត់ដែរអញ្ចឹងទៅសំណួរខ្លះយើងអាចថាយើងបានផុសទៅហើយថាវាសំណួរមួយចំនួនខ្ញុំក៏បានសួរហើយដូចគ្នាអញ្ចឹងបងហ្នឹងហើយអញ្ចឹងតែខ្ញុំគិតថាយ៉ាងម៉េចក៏ដោយក៏នៅតែមានសំណួរមួយចំនួនទៀតដែលយើងអត់ទាន់បានបកស្រាយដូចគ្នាអញ្ចឹងបងអាចករណីថាបើសិនបើគាត់មានសំណួរអីទៅគាត់អាចតាក់ទងទៅបងផ្ទាល់ឬក៏មិនដែរអញ្ចឹងដែរបានអត់បងអញ្ចឹងណាករណីថាគាត់បើបាទថាគាត់មើលទៅចឹងហើយគាត់អាចថាឆ្ងល់សំណួរបន្ថែមគាត់អាចតាក់ទងទៅបងដើម្បីសួរព័ត៌មានបន្ថែមទៀតបានអត់ចឹងបងបាទត្រង់ចំណុចនេះខ្ញុំក៏បានសង្កេតឃើញដែរគឺនៅក្នុងអឺកម្មវិធីបាទសំណួរចម្លើយនេះគឺអត់អាចឆ្លើយតបទៅនឹងគ្រប់សំណួររបស់មិត្តនិស្សិតដែលគាត់មានបំណងស្វែងយល់ពីអាហារករណ៍សាស្ត្រាចារ្យឬក៏អាហារករណ៍ផ្សេងៗទៀតបាទចំពោះខ្ញុំបាទគឺស្វាគមន៍ចំពោះសំណួរផ្សេងមិនថាតែនៅក្នុងកម្មវិធីសំណួរចម្លើយនេះគឺក៏យើងនៅពេលក្រោយឬក៏នៅពេលណាមួយហ្នឹងគឺយើងស្វាគមន៍នឹងឆ្លើយតបបាទចំពោះសំណួរឬក៏ចម្ងល់ផ្សេងបាទមិនមែនមានតាមតែខ្ញុំទេគឺអាចយើងនិយាយថាយើងអាចទំនាក់ទំនងសួរបាទអឺសួរមកកាន់សមាគមខ្មែរសមាគមសមាគមនិស្សិតខ្មែរបាទប្រចាំសាធារណរដ្ឋកូរ៉េនេះបានគ្រប់ពេលហើយសមាគមដូចដែលយើងឃើញហើយគឺសមាគមនិស្សិតខ្មែរបាទគាត់បានព្យាយាមរៀបចំកម្មវិធីផ្សេងរៀបចំកម្មវិធីចែករំលែកអាហារូបករណ៍ដូចជាកម្មវិធីបំពន់ភាសាហើយនិងកម្មវិធីផ្សេងជាច្រើនសរុបមកវិញគឺអឺគោលបំណងរបស់ពួកយើងអត់មានអីច្រើនទេគឺពួកយើងចង់ជួយហើយនឹងចែករំលែកបាទគ្នាទៅវិញទៅមកបាទសូមអរគុណបងហ្នឹងហើយអូខេអរគុណច្រើនបងហ្នឹងហើយអញ្ចឹងបើសិនបើបណ្ដាសិស្សានុសិស្សមិត្តនិស្សិតរបស់យើងទាំងអស់ដែលគាត់បានមើលវីដេអូមួយនេះហើយក៏ដូចជា podcast មួយនេះហើយបើសិនបើអ្នកនរគ្នាមានសំណួរអាចជួយ comment នៅខាងក្រោមវីដេអូហ្នឹងឬក៏អាច inbox ចូលនៅក្នុងpage របស់សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េរបស់យើងក៏បានដែរហ្នឹងហើយអញ្ចឹងសម្រាប់កម្មវិធីស៊ីសាក់ podcast របស់យើងនៅក្នុងខែហ្នឹងគឺចាប់ធំតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាជួបអ្នកទាំងគ្នាសាច់ថ្មីម្ដងទៀតសម្រាប់ស៊ីសាក់ podcast នៅខែបន្តហ្នឹងហើយអញ្ចឹងអូខេអរគុណច្រើនបងជម្រាបលាបងបាយបាយបបាទងជំរាបបាយបាយបង